Tênបងអើយនេះមានអីមកទីថាចាថ្ងៃនេះគឺខ្ញុំបានបណ្ដោះសណ្ដែកម្ដងបងប្អូននេះលើកទី1ហើយដែលខ្ញុំបានផ្ដោះ1 2 3ទៅលេងនេះណា surprise នេះសណ្ដែកម្ដងរបស់ខ្ញុំគឺខ្ញុំផ្ដោះលើកទី1ណាបងប្អូនអត់ទេវាអានេះគឺខ្ញុំឆ្កឹះមកមុនដល់បន្តិចអញ្ចឹងទៅវាឃើញអត់សូវល្អមែនទេតែមកចំណែកខាងនេះអូយល្អមែនទេបងប្អូនលើកទី1ណាបើខ្ញុំរៀនផ្ដោះសណ្ដែកម្ដងអញ្ចឹងគឺអត់សូវយើងអត់សូវចេះបដោះប្រហែលទេអញ្ចឹងយើងហ៊ានដល់លើកទី1ដែរអញ្ចឹងបងប្អូនមើលថាវាល្អអត់នេះខ្ញុំដកសិនថាវាល្អប៉ុណ្ណានេះអូយបានផលរបស់គេដែរតានិយាយលេងលើកទី1ដែលខ្ញុំរៀនបដោះអញ្ចឹងទៅបានផលដែរតាខ្ញុំក៏អត់ចេះបដោះអីដែរតែលើកទី1ដែលខ្ញុំសាករៀនអញ្ចឹងទៅគឺបានផលប៉ុណ្្នឹងឯងបងប្អូនអើយអូនេះល្អរបស់គេដែរតាវាអត់សូវល្អដូចរបស់គេលក់ម៉ានេះណាប៉ុន្តែយើងអាចទទួលយកបាននេះស្ដេចបដោះយើងបដោះដាក់ដៃខ្លួនឯងលើកទី1ដែលខ្ញុំរៀនបដោះស្ដេចបដោះខ្ញុំក៏អត់សូវចេះប្រហែលដែរខ្ញុំទៅតែរៀនចេះពីគ្រូសារបស់ខ្ញុំដែរអញ្ចឹងណាអញ្ចឹងទៅខ្ញុំក៏បានសាករៀនបដោះពីគាត់មកនេះអូល្អមែនតើវាអត់សូវល្អដូចគេលក់ទេប៉ុន្តែយើងអាចយកមកញ៉ាំបានអញ្ចឹងណាមិនថាតែញ៉ាំយើងចង់ធ្វើអីផ្សេងក៏បានចង់ធ្វើជក់បដានធ្វើបន្លែក៏បានដែរបងប្អូនពេលបងប្អូនធ្វើអីហូបក៏សាច់ទៅចិត្តទេណាប៉ុន្តែនេះខ្ញុំចង់យកមកឆាខ្លះចង់ធ្វើជក់ខ្លះមិនដឹងថាចង់ធ្វើអីទេបដោះបានហើយរត់តែឃើញតែចង់ធ្វើអីញ៉ាំនេះខាងក្រោមនេះគឺឬរបស់វាបងប្អូននេះខាងក្រោមនេះគឺឬរបស់វាទេបងប្អូនមើលទៅដឹងថាអីគេអញ្ចឹងណាលើកទី1ដែលខ្ញុំបដោះបានណានេះអូយនឹងល្អមែនទែនហើយមើលខ្ញុំដកម្ដងទៀតណាដកមកគឺល្អមែនតើមកមើលធម្មជាតិមិនស្ទើរធម្មជាតិតែបដោះទៅគឺធម្មជាតិមែនណាបងប្អូននេះល្អអត់ស្ដីបដោះលើកទី1ដែលខ្ញុំបដោះថ្ងៃហ្នឹងអូយខ្ញុំរំភើបមែនតើដែលខ្ញុំបដោះវាបានចាខ្ញុំអត់ដល់បដោះលើកទី1ដែរដូចខ្ញុំនិយាយថាលើកទី1ហើយដែលខ្ញុំបានបដោះអញ្ចឹងគឺបានផលប៉ុណ្្នឹងឯងនេះបងប្អូនអើយអត់បដោះខ្ញុំគឺពេលខ្ញុំបដោះហ្នឹងគឺអត់បដោះច្រើនទេខ្ញុំបដោះតែល្មមឯងខ្ញុំខ្លាចវាអត់កើតបើអត់កើតយើងនឹងចោលហើយវាស្ដាយអញ្ចឹងយើងសាកតែបដោះបន្តិចទៅសាកបដោះបន្តិចគឺវាបានផលដែរអញ្ចឹងឯក្រោយខ្ញុំសាកបដោះបន្ថែមទៀតបានប៉ុណ្ណាអីប៉ុណ្ណាអញ្ចឹងបើបងប្អូនចង់ដឹងចាំចុច comment ប្រាប់ខ្ញុំមកថារបៀបបដោះប៉ុណ្ណាយ៉ាងណាក៏ខ្ញុំប្រាប់ខ្ញុំនៅក្នុងវីដេអូមកវីដេអូទៀតដើម្បីប្រាប់បងប្អូនថារបៀបបដោះគេយ៉ាងម៉េចយ៉ាងម៉េចអញ្ចឹងណាអានេះខ្ញុំក៏តាមតែចេះលើកទី1ដែរតែបានផលប៉ុណ្ណឹងឯងបងប្អូនមែនល្អមែនតើអូយខ្ញុំកាយទៅឡើងតិចអស់លេងទៅថាវាខ្លាញ់ពេកចាំមើលតែនេះឡើងគួរឲ្យខ្លាញ់ហ្មងណានឹងជិះប្រុសជិះព្រាហ្មងនេះមើលឡើងល្អអូយលើកទី1និយាយរួមគឺមានអារម្មណ៍ថារំភើបបន្តិចតួចដែរតែយើងលើកទី1យើងប្រដៅដល់ប៉ុណ្ណឹងអីចឹងណាឥឡូវមកខ្ញុំកាយឡើងតិចឲ្យលេងហើយអូខ្ញុំគឺអត់មានអីច្រើនទេថ្ងៃហ្នឹងមានតែប៉ុណ្្នឹងឯងបើសិនជាកន្លែងណាដែលខ្ញុំនិយាយទៅខុសឆ្គងអីសូមអភ័យទោសផងណាអរគុណបាយបាយ